ស្លឹកពោមួយសន្លឹកនេះពិតជាមានអត្ថន័យសំខាន់ណាស់គឺជាព្រះអាទិត្យព្រះច័ន្ទនិងតារាស្លឹកពោនេះមិនអាចលូតលាស់បានទេបើគ្មានព្រះអាទិត្យបើគ្មានភ្លៀងធ្លាក់ក៏គ្មានដុំពពកខ្មៅដែរបើគ្មានស្លឹកឈើទេក៏គ្មានភ្លៀងដែរស្លឹកឈើនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ព្រះធរណីសម្រាប់ពេលវេលាហើយនឹងចិត្តរបស់យើងដូច្នេះស្លឹកឈើនេះពិតជាមិនអាចដុះឡើងបានទេគឺគ្រាន់តែដូចជាអាត្មាអញ្ចឹងដែរយើងទាំងអស់គ្នាគ្រាន់តែចូលមកដល់កន្លែងដែលជាមូលហេតុធ្វើឲ្យយើងមិនអាចស្លាប់បានយើងគ្រាន់តែអាចបញ្ឈប់នៃការកើត